បាទជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺចង់និយាយអំពីវីដេអូមានវីដេអូឃ្លីបដែលពូប៉ូលីសបានចោះទៅបង្ក្រាបកន្លែងមន់ជលមួយកន្លែងតែខ្ញុំមានភាពថាអន់ចិត្តរាល់ថ្ងៃគឺមានភាពអន់ចិត្តត្រង់ចំណុចហ្នឹងគឺដោយសារតែខ្ញុំឃើញកន្លងមកនេះខាងវិស័យបាក់សីកីឡាយើងគាត់បានជួយច្រើនគាត់ចូលរួមជួយច្រើនក្នុងសង្គមការភាសឹកការភាអីហ្នឹងមានបងប្អូនខាងបាក់សីកីឡាយើងរួមលុយគ្នាដើម្បីជួយទៅមានជំនួយបន្តិចបន្តួចមិនជាច្រើននេះអាហ្នឹងក៏ដោយសារការដែលគាត់រកចំណូលបានខាងវិស័យបាក់សីកីឡាមួយដែរអញ្ចឹងយើងដូចថាមានភាពអន់ចិត្តគឺប្រទេសយើងកំពុងតែត្រូវបានឆ្លៀនពៀនពីប្រទេសថៃផងហើយមកជួបរឿងហ្នឹងយើងក៏គឺកំពុងតែមានភាពអន់ចិត្តហើយណាមួយប្រទេសយើងកាលពីសង្គ្រាមកន្លងមកធ្វើឲ្យខាងបាក់សីកីឡាហ្នឹងគឺខាងសัตว์មន់ហ្នឹងគឺដាច់ពូជតែម្ដងហើយសัตว์មន់នេះឯងគឺជាការគេតំណាងឲ្យភាពតស៊ូមួយដែលគេចាឬក៏គេឆ្លាក់នៅសិលាចារឹកនៃប្រាសាទ5ប្រាសាទខ្មែរយើងនេះគឺតំណាងឲ្យជាភាពតស៊ូមួយមន់ជលនេះគឺជាប្រភេទមន់ដែលតស៊ូមានចិត្តខ្ពស់ក្នុងការតស៊ូអញ្ចឹងគឺតំណាងឲ្យភាពតស៊ូមួយហើយបើយើងគិតទៅមន់របស់ខ្មែរយើងគឺដាច់ពូជតាំងពីសម័យសង្គ្រាមរ៉ាំរ៉ៃកន្លងមកតាំងពីសម័យមុនមកម្លេះរហូតដល់សម័យសពថ្ងៃនេះគឺគ្មានខ្សែពូជមន់ខ្មែរយើងទេមានតែពូជភូមាពូជមន់ភូមាពូជមន់យួនពូជមន់ថៃឃើញទេអត់បាត់ពូជមន់ខ្មែរយើងដោយសារតែសង្គ្រាមរ៉ាំរ៉ៃធ្វើឲ្យដាច់ពូជមន់ខ្មែរយើងតែម្ដងអញ្ចឹងហើយបានថាវិស័យមួយនេះគឺយើងគួរអភិរក្សឡើងវិញយើងគួរតែអភិរក្សឡើងវិញអ្វីដែលអាចលើកលែងបានគឺលើកលែងចុះខ្ញុំមើលទៅក្នុងវីដេអូហ្នឹងគឺអាណិតដែលគេត្រូវបានប៉ូលីសគាត់ចាប់ខ្លួនប៉ុន្តែកន្លែងហ្នឹងគឺជាគេហៅថាគឺជាកាតព្វកិច្ចរបស់ពួកគាត់យើងបន្ទោសគាត់ក៏មិនកើតអានេះជាច្បាប់តែខ្ញុំចង់ឲ្យមានច្បាប់មួយដែលតម្រូវឲ្យកែឡើងវិញនៅខាងវិស័យបាក់សីកីឡាឡើងហ្នឹងណាបើខ្ញុំនិយាយខុសឆ្គងហ្នឹងសូមអភ័យទោសប៉ុន្តែខ្ញុំចង់ឲ្យអភិរក្សឡើងវិញខាងបាក់សីកីឡាពេលដែលខ្ញុំភាសឹកខ្ញុំមើលទៅឃើញសัตว์មន់ខ្ញុំសំណោះសំណោចគាត់ពួកគាត់ចាប់គាត់រត់ទាំងប្រផាត់ប្រភីងប៉ុន្តែគាត់ចាប់បានមន់ដែលគាត់ស្រឡាញ់គឺគាត់នៅអោបនឹងខ្លួនរហូតដល់កន្លែងភាសឹកគាត់យកទៅក្រង់យកដាក់ចំណីគាត់មើលថែត្រឹមត្រូវខ្ញុំមើលទៅដូចថាសំណោះសំណោចវាក៏ជាជីវិតមួយដែរណាសត្វមន់វាក៏ជាជីវិតមួយដែលយើងស្រឡាញ់ស្មើនឹងសមាជិកគ្រួសារមួយដែរហើយចង់ឲ្យបងប្អូនអភិរក្សឡើងវិញហើយខាងច្បាប់គួរសម្រួលត្រង់ចំណុចនឹងមួយទៅបងប្អូនគួរសម្រួលច្បាប់គួរសម្រួលកន្លែងចាប់ពេកដូចវាមិនកើតទេយើងគួរសម្លឹងទៅមើលគូគេហៅថាគូបកសុបៈនេះយើងគូបដិបកយើងរាល់ថ្ងៃដែលកំពុងតែឆ្លៀនពៀនប្រទេសយើងនោះអាហ្នឹងយើងគួរតែគិតវិញល្អជាងអញ្ចឹងខ្ញុំមានតែយោបល់ប៉ុណ្ណេះអត់មានយោបល់អីច្រើនទេយើងអរគុណច្រើនបងប្អូន